Okay, so sau này học ní sau có một cái video này vào sau sau vậy nhớ. Okay, chân dương ngày nay dương nên sắc xàm vì expression with get part 1 nè. Okay, chân là để thông chúng mình get ní dương miền 3 part, chân dương miền 3 video สำหรับdươngเรียนtrong สัปดาห์นี้dươngเรียนexpression หรือก็ collocation ដែលបូកជាមួយនឹងដែល get បូកជាមួយនឹងពាក្យផ្សេងទៀតបង្កើតបានទៅជា phrase ឬគេហៅថាវាជា expression ឬក៏ជា collocation. Okay, ចឹងយើងមានតែ verb get មួយទេប៉ុន្តែយកបូកជាមួយនឹងពាក្យផ្សេងបានជាច្រើនទៀតដែលវាមានអត្ថន័យដែលយើងអាចយកប្រើក្នុងការសរសេរហើយក្នុងការនិយាយយើងបានយ៉ាងល្អអូខេនៅពេលដែលយើងរំលឹកនឹកឃើញទៅពាក្យ get មួយយើងអាចនឹកឃើញពាក្យវាជាច្រើនទៀតដែលវានាំបណ្ដុំជាលក្ខណៈជា expression ឬក៏ collocation មកវាណាអូខេអញ្ចឹងនេះគឺជាវីដេអូ part 1របស់យើងអូខេអញ្ចឹងយើងចូលតែម្ដងទី1គឺ get a call get a call get a call នេះមានន័យថាទទួលការហៅចូលណា get a call ទទួលការហៅចូលអូខេគេហៅថា get a call ទទួលការហៅចូលយើង receive ណា get a call ទទួលការហៅចូលអញ្ចឹងកន្លែងនេះគឺ I didn't get a call from anyone ខ្ញុំអត់បានទទួលការហៅចូលទូរស័ព្ទពីណាម្នាក់ទេ get a call ទទួលការហៅចូលទទួលការហៅទូរស័ព្ទចូលណាអូខេ get a call get a call I didn't get a call from anyone អូខេខ្ញុំអត់បានទទួលការហៅចូលទូរស័ព្ទពីណាទេអូខេឧទាហរណ៍ Did John phone you Did John phone you No I didn't get a call from anyone ទេខ្ញុំអត់ទទួលបានការហៅពីណាគេទេហ្នឹងអូខេហ្នឹងគឺ get a call ទទួលបានការហៅចូលទូរស័ព្ទណាអូខេអញ្ចឹងយើងបន្តទៀតគឺ get a chance chance នេះវាស្មើនឹង opportunity ណាគឺជាឱកាសអូខេគឺជាឱកាសដែលស័ក្តិសមមួយឧទាហរណ៍ I get a chance to sleep in at the weekend ខ្ញុំទទួលបានឱកាសកន្លែង get នេះទទួលបានឱកាសល្អមួយដើម្បីគេងនៅក្នុងថ្ងៃចុងសប្តាហ៍នេះអូខេទទួលបានឱកាសគេងចុងសប្តាហ៍យើងអត់មានរវល់អីទេណាយើង get a chance គេងបានគ្រប់គ្រាន់ណា sleep in at the weekend I get a chance to sleep in the weekend ខ្ញុំទទួលបានឱកាសគ្រប់គ្រាន់សម្រាប់គេងអត់មានណាគេរំខានទេ no one bother me no one interrupt me right so I get a chance to sleep in the weekend អញ្ចឹងយើងអាចគេងបានស្រួលមួយទៀត you got a clue and follow that up get a clue clue នេះគឺជាមានន័យថាកន្លែង clue នេះគឺជា key ឬក៏ជាកន្លឹះអញ្ចឹងមានន័យថាយើងទទួលបានកន្លឹះយើងឬក៏យើងទទួលបានបើសិនជាយើងមានបញ្ហាអីយើងទទួលបានដំណោះស្រាយអូខេអាហ្នឹងគឺជាកន្លឹះយើងទទួលបានកន្លឹះ get a clue អញ្ចឹង you get a clue អ្នកទទួលបានកន្លឹះហើយ and follow that up អូខេអញ្ចឹងធ្វើតាមកន្លឹះដែលអ្នកនឹកឃើញហ្នឹងទៅអូខេ and follow that up អញ្ចឹងធ្វើតាមកន្លឹះដែលអ្នកនឹកឃើញហ្នឹងទៅដើម្បីដោះស្រាយបញ្ហាទាំងអស់ហ្នឹង you get a clue ឥឡូវអ្នកទទួលបានកន្លឹះឯតានៅក្នុងការដោះស្រាយបញ្ហាណាអូខេមួយទៀត it does because you always get a cool in the winter time នេះ get a cool មានន័យថាវាហាក់ដូចជាមិនវាតាមតឹងប្រហែលណាដោយសារតែម៉េចគឺអ្នកតែងតែផ្ដាសាយ get a cool ពាក្យតែ get a cool នេះយើងបកប្រែថាផ្ដាសាយណាយើងផ្ដាសាយយើងទទួលបានភាពជឿប៉ុន្តែ get a cool ពាក្យ get a cool មានន័យថាយើងផ្ដាសាយពាក្យនេះបកប្រែថាផ្ដាសាយណា get a cool you always get a cool អ្នកតែងតែផ្ដាសាយ in the winter time នៅពេលដែលនៅក្នុងរដូវល្ងាឬក៏ពេលធ្លាក់ខ្យល់នៅក្នុងរដូវល្ងាគឺអ្នកតែងតែផ្ដាសាយ you always get a cool បកប្រែថាផ្ដាសាយណាអូខេមួយទៀតMy goals were to go back to school and get a degree ទទួលបានសញ្ញាបត្រដើម្បីយកសញ្ញាបត្រឬក៏យកសញ្ញាបត្រក៏បានទទួលសញ្ញាបត្រក៏បានណាអញ្ចឹង my goal was to go back to school អញ្ចឹងគោលបំណងរបស់ខ្ញុំគឺថានឹងទៅរៀនវិញដើម្បីទទួលបានសញ្ញាបត្រណា go back to school អូខេទទួលបានសញ្ញាបត្រណា degree នេះគឺសញ្ញាបត្រអូខេបន្តទៀតអូខេតោះខ្លះនេះគឺ get a job ទទួលបានការងារយើងមើល you wanted to see if we could get a job with us គាត់ចង់មើលថាតើ if នេះយើងបកប្រែថាតើណាយើងបកប្រែថាប្រសិនបើតែកន្លែងគឺស្មើនឹងថាតើគាត់អាចទទួលការងារជាមួយយើងអត់ឬក៏គាត់អាចធ្វើការងារជាមួយយើងបានអត់អូខេធ្វើទទួលការងារឬក៏ធ្វើការងារកន្លែង get a job កន្លែងនេះក្នុងអត្ថន័យណា you wanted to see if he could get a job with us គាត់ចង់ឃើញថាតើគាត់នឹងអាចធ្វើការងារឬក៏ទទួលបានការងារជាមួយយើងអត់អូ
អូខេកន្លែងនេះមានថាម្នាក់ហ្នឹងគាត់ទទួលបានការងារហើយគាត់ធ្វើការងារជាមួយគេជាមួយឯងកន្លែងហ្នឹង get a job អូខេ get a job ទទួលបានភាពរីករាយអូខេទទួលបានសំណើចអូខេ I go there to get a job each day ខ្ញុំទៅទីនោះគឺដើម្បីទទួលបានភាពរីករាយទទួលបានភាពសើចទទួលបានរឿងកំប្លែងនៅក្នុងខ្លួនអញ្ចឹងណា get a job អូខេ each day នៅថ្ងៃមួយរៀងរាល់ថ្ងៃក៏បានដែរ each day ថ្ងៃនីមួយឬក៏យើងស្មើនឹង every day each day នេះណា I go there to get a job each day ខ្ញុំទៅទីនោះគឺដើម្បីទទួលបានភាពរីករាយទទួលបានការសើចសប្បាយជារៀងរាល់ថ្ងៃអូខេមួយទៀត I got a letter got នេះគឺជា past របស់ get ណាធម្មតាទេ from my friend in Tokyo ខ្ញុំទទួល got នេះកន្លែងនេះអត្ថន័យវាស្មើនឹង receive ទទួលណាខ្ញុំទទួលបានសម្បត្តិមួយច្បាប់ពីមិត្តភ័ក្តិរបស់ខ្ញុំនៅទីក្រុង Tokyo អូខេណាអីទេអូខេមួយទៀតគឺ they get shocked when they get this bill អូខេ get shocked មានន័យថាភ្ញាក់ផ្អើលចាប់ផ្ដើមភ្ញាក់ផ្អើលគេហៅថា get shocked អូខេពួកគេនឹងភ្ញាក់ផ្អើលនៅពេលពួកគេទទួលបានវិក័យប័ត្រនេះអូខេ this bill វិក័យប័ត្រហ្នឹងវិក័យប័ត្រហ្នឹងវាមានរឿងចម្លែកវាលើសចំណាយច្រើននៅក្នុងខែហ្នឹងឬមិនណាអញ្ចឹងអាកន្លែង get shocked ភ្ញាក់ផ្អើលទទួលបានភាពភ្ញាក់ផ្អើលព្រោះឃើញវាភ្ញាក់ផ្អើលបាត់អញ្ចឹងណាអូខេ get shocked ភ្ញាក់ផ្អើលណាអូខេមួយទៀតគឺ Tom say he's got a slitting headache and falls in house អូខេ Tom ថាគាត់ got នេះនេះគឺជាផាសណាមានន័យថាគាត់រងslitting headache នេះឈឺចង់ផ្ទុះក្បាលឈឺចង់ផ្ទុះបណ្ដោយអាក្បាលគាត់គឺឈឺ headache ឈឺក្បាលហើយដល់ពេលយើងដាក់ slitting នៅក្នុងមុខនេះឈឺចង់ផ្ទុះក្បាល and fall ហៅឈឺពាក់កណ្ដាលក្បាលឬក៏ឈឺមួយជាក្បាលលក្ខណៈគេខ្មែរយើងហៅថាប្រកាំងណាឈឺអាប្រកាំងនឹងមួយជាក្បាលផ្ទុះឈឺចង់ផ្ទុះបណ្ដោយនេះអា slitting headache គឺឈឺចង់ផ្ទុះខួរចេញមកក្រៅណាឈឺតាមមួយជាចង់ផ្ទុះខួរចេញមកក្រៅនេះ slitting headache and fall in half គឺឈឺតាមម្ខាងឲ្យវាផ្ទុះចេញមកនេះឈឺទៅឬក៏ឈឺតាមកណាត់នេះឬក៏ឈឺតាមកណាត់ហ្នឹងណាគេហៅថា slitting headache នេះគឺឈឺចង់ផ្ទុះដល់ពេល fall នេះគឺឈឺតាមម្ខាង fall in half ហ្នឹងណាអូខេអញ្ចឹងគាត់ពាក្យយើងនេះកន្លែង structure expression យើងនេះគឺ got slitting headache នេះមានថាឈឺក្បាលចង់ផ្ទុះអូខេឬក៏គេថា got headache ក៏បានដែរ got headache គឺឈឺក្បាលធម្មតាដល់ពេល slitting headache គឺឈឺក្បាលចង់ផ្ទុះណាអូខេអញ្ចឹងគឺប៉ុណ្ណឹងអូខេអញ្ចឹងយើងបន្តទៀតអូខេកន្លែងនេះ I wish I could get a tan like that អូខេ get a tan នេះវាស្មើនឹង skin ស្មើនឹងស្បែកដែរប៉ុន្តែស្បែកសំដៅទៅលើជនជាតិបរទេសគេចូលចិត្តស្បែករាងសកមស្បែកដែលបានមកពីពលឺព្រះអាទិត្យគេដេកអាំងថ្ងៃ sun bathing អញ្ចឹងមានន័យថាគេចង់ទទួលបានស្បែកលក្ខណៈពណ៌sun bathing ហ្នឹង get a tan នេះមានន័យថាទទួលបានចង់បានស្បែកអញ្ចឹងណាខ្ញុំចង់បានស្បែកអញ្ចឹងខ្ញុំប្រាថ្នាចង់បានស្បែកអញ្ចឹងចង់បានស្បែកដូចអ្នកដែរព្រោះព្រាកច្រើននៅបរទេសគេស្បែកសគឺទៅអាំងថ្ងៃដើម្បីឲ្យបានស្បែកសកមហ្នឹងឯងណាអញ្ចឹងគេថាបានស្បែកសកមហ្នឹងគេប្រើពាក្យ get a tan ណា tanning ណាអូខេ I wish I could get a tan like this អូខេបន្តទៀតគឺ can you get a ticket for me get a ticket កន្លែងនេះគឺមានន័យថាអត់មានទទួលសម្បត្តិទេស្មើនឹងទិញអូខេកន្លែងនេះស្មើនឹង buy a ticket ណា Can you get a ticket for me តើអ្នកអាចទិញសម្បត្តិឲ្យខ្ញុំបានទេអូខេ get a ticket តើអ្នកស្មើទិញណាអត់មានស្មើនឹងទទួលទេអូខេទោះយើងប្រើ get ក៏ដោយវាស្មើអត្ថន័យស្មើនឹងទិញ Can you get a ticket for me តើអ្នកអាចទិញសម្បត្តិឲ្យខ្ញុំបានទេអូខេមួយទៀត because our net want to get the right person for the job អូខេចឹងនេះ we cast our net wide to get the right person for the job អូខេនេះ get the right person មានន័យថាដើម្បីស្វែងរកអានេះ get នេះស្មើនឹងស្វែងរកណាអូខេ get នេះស្មើនឹង find វិញស្មើនឹងស្វែងរកដើម្បីស្វែងរកកន្លែងនេះ to get the right person for the job ដើម្បីស្វែងរកមនុស្សម្នាក់ដែលស័ក្តិសម right person មនុស្សដែលស័ក្តិសមមនុស្សដែលត្រឹមត្រូវសម្រាប់ការងារមួយនេះអូខេ to get the right person for មានន័យថាដើម្បីស្វែងរក get the right person for ស្វែងរកណាម្នាក់សម្រាប់ធ្វើអីមួយនោះដែលស័ក្តិសមសម្រាប់ធ្វើអីមួយណាអានឹងកន្លែងរបស់យើងហើយមួយទៀតគឺ I didn't have time to get changed before the party អូខេកន្លែងអត្ថន័យនេះ get change មានន័យថាការផ្លាស់ប្ដូរប៉ុន្តែផ្លាស់ប្ដូរសម្លៀកបំពាក់ណាមានន័យថា I didn't have time to get change ខ្ញុំអត់មានពេលផ្លាស់ប្ដូរសម្លៀកបំពាក់ទេ get change អូខេកន្លែងពាក្យ get change នេះស្មើនឹងការផ្លាស់ប្ដូរសម្លៀកបំពាក់ before the party មុនពេលពិធីជប់លៀងចាប់ផ្ដើមព្រោះវាគៀកម៉ោងពេកអញ្ចឹងយើងអាច get change មកទៅយើងអាចផ្លាស់ប្ដូរសម្លៀកបំពាក់ផ្លាស់ប្ដូរឈុតយើងបានទេកន្លែង get change
change នេះកន្លែង change ដាក់ D នេះមានន័យថាយើងអាចផ្លាស់ប្ដូរសញ្ញាពាក្យបានទេ I didn't have time to get change before the party ជាងខ្ញុំអត់មានពេលដើម្បីផ្លាស់ប្ដូរសញ្ញាពាក្យផ្លាស់ប្ដូរឈុតបានទេព្រោះវាគៀកម៉ោងពេកមុនដល់ពិធីជប់លៀងហ្នឹងអូខេអូខេមួយទៀតគឺ it will probably get cool later so bring a coat អូខេអញ្ចឹងមានន័យថាកន្លែងនេះគឺវាប្រហែលជាត្រជាក់ណាវាចុះ get cool ចុះត្រជាក់ប្រហែលជាពេលក្រោយហ្នឹងប្រហែលជាបន្តិចទៀតវាចុះត្រជាក់ហើយអញ្ចឹងយកអាវភ្លៀងទៅដើម្បីការពារដើម្បីវាអាវធំណាខូតរបស់យើងអាវធំអាវភ្លៀងហ្នឹងដើម្បីដាក់វាកក់ក្ដៅអូខេអញ្ចឹងគឺថ្ងៃនេះគឺយើងនៅក្នុង part 1 នេះគឺយើងបានទទួលពី get ហ្នឹង get អាចមានអត្ថន័យច្រើនវា get ភាគច្រើនយើងមានន័យថាទទួលគឺ receive ប៉ុន្តែក្នុងអត្ថន័យខ្លះយើងវាមានអត្ថន័យផ្សេងវាទៅតាមការបូកជាមួយនឹង phrase របស់វាថា get cool ហ្នឹងចុះត្រជាក់ get change ផ្លាស់ប្ដូរកន្លែងនេះគឺផ្លាស់ប្ដូរឈុតផ្លាស់ប្ដូរសញ្ញាពាក្យ get the right person ស្វែងរកកន្លែងនេះស្មើនឹងស្វែងរកវិញស្វែងរកមនុស្សដែលស័ក្តិសមដល់ពេល get a ticket គឺទិញអូខេគឺស្មើនឹងពាក្យថាទិញណាទិញសម្បត្តិ get a tan ទទួលបានស្បែកចង់បានស្បែកអញ្ចឹងអូខេអូខេ got a sleeping headache ឈឺក្បាលចង់ផ្ទុះ get shock ភ័យរន្ធត់ឬក៏ស្លុតចិត្តឬក៏វាភាំងអញ្ចឹងណា get a lecture នេះគឺស្មើនឹង receive ទទួលបានសម្បត្តិ get a job ហើយកន្លែងនេះគឺ get a job ទទួលបានការងារអូខេ get a degree ទទួលបានសញ្ញាបត្រ get a clue ផ្ដាសាយ get a clue រកឃើញនៅកន្លឹះថ្មី get a chance ទទួលបានឱកាសល្អ get a call ទទួលបានការ call ចេញអូខេ get a call ទទួលបានការ call ចេញអូខេឬក៏ថាទទួលបានការ call ចូលកន្លែងនេះ call ចូលកន្លែងនេះមានន័យថា call ចូលទទួលបានការហៅចេញឬការ call ចូលណាអូខេអញ្ចឹងយើង expression get យើងគឺនៅក្នុងវីដេអូនេះគឺយើងមានប៉ុណ្ណឹងអញ្ចឹងសង្ឃឹមថាអ្នកទាំងអស់គ្នាអាចយល់បើសិនជាអត់យល់អាចមើលចុះមើលឡើងមកមានចំណុចអាចសួរបានអញ្ចឹងយើងនឹងបន្តទៅ part 2 ទាក់ទងជាមួយនឹង get បន្តទៀតនៅវីដេអូ